ថ្ងៃនេះបានមកហូបចុះបាយទៀតហើយបងប្អូនអើយគឺខ្នុបកូនត្រីកំពឹសចាបងប្អូនណាដែរចូលចិត្តញ៉ាំម្ហូបបែបនេះបងប្អូនអើយគឺឆ្ងាញ់ខ្លាំងមែនទែននៅស្រុកនេះខ្ញុំគឺចូលចិត្តញ៉ាំណាស់បងប្អូនអើយម្ហូបបែបនេះអីចុះបងប្អូនវិញចូលចិត្តម្ហូបបែបនេះដែរឬទេចាគឺម្ហូបខ្មែរយើងសុទ្ធសាធតែម្ដងហើយនេះជាគ្រឿងផ្សំមានដូចជាកូនត្រីនេះខ្ញុំចាស់រើជាមួយនឹងកូនត្រីចង្វាកំពឹសប្រហុកក្រសាំងផ្សិតម្រះព្រៅហើយជាមួយនឹងម្ទេសចាហើយគ្រឿងរបស់យើងគឺមានដូចរដងចឹងបងប្អូនចាគល់ស្លឹកគ្រៃរំដេងរមៀតស្លឹកក្រូចហើយនិងខ្ទឹមសរីឯរបៀបធ្វើវិញគឺថាងាយស្រួលមែនទែនបងប្អូនមិនចំណាយពេលយូរហើយក៏បានឆ្ងាញ់ទៀតផងដែរជាដំបូងនេះខ្ញុំត្រូវកិនគ្រឿងមុនគេហើយគ្រឿងរបស់យើងគឺមានដូចជាគល់ស្លឹកគ្រៃស្លឹកក្រូចរំដេងរមៀតហើយនិងខ្ទឹមសផងដែរចាត្រូវកិនឲ្យម៉ត់ហើយនេះខ្ញុំដាក់ជាមួយនឹងប្រហុកចាប្រហុកនេះខ្ញុំជ្រើសជាមួយនឹងប្រហុកសាច់ចានេះខ្ញុំបន្ថែមជាមួយនឹងចាកសាំងយើងគឺមានរសជាតិជូរដែរបងប្អូនចាហើយនេះខ្ញុំកិនជាមួយនឹងគ្រឿងនឹងឲ្យម៉ត់ហើយនេះខ្ញុំបន្ថែមជាមួយនឹងទឹកត្រីស្ករសអំបិលបន្តិចហើយនឹងប្រេងខ្យងផងដែរចាបងប្អូនបងប្អូនបើសិនជាបងប្អូនមិនចូលចិត្តប្រេងខ្យងបងប្អូនមិនចាំបាច់ដាក់ក៏បានដែរតែបើសិនជាបងប្អូនដាក់ប្រេងខ្យងគឺថាអូយជាតិឆ្ងាញ់ខ្លាំងមែនតើបងប្អូនកុំភ្លេចសាកល្បងធ្វើញ៉ាំណាចាបន្ទាប់ពីយើងបានកិនចូលគ្រឿងទាំងអស់នឹងឲ្យបានម៉ត់ហើយចាគឺយើងចាប់ផ្ដើមលាយចាច្បល់ជាមួយនឹងកូនត្រីអំពើផ្សិតហើយនឹងម្រះព្រៅផងដែរចាបងប្អូនត្រូវច្បល់ចូលគ្នាឲ្យសព្វចាហើយបងប្អូនកុំភ្លេចបន្ថែមជាមួយនឹងម្ទេសបើសិនជាបងប្អូនចូលចិត្តញ៉ាំហឹរហើយខ្ញុំចូលចិត្តញ៉ាំហឹរបងប្អូនចំពោះមួយមុខនេះផងដែរគឺនេះខ្ញុំចូលចិត្តញ៉ាំជាមួយនឹងម្ទេសបងប្អូនបើសិនជាអត់ម្ទេសគឺអត់សូវឆ្ងាញ់ប៉ុន្មានទេបងប្អូនចាហើយនេះខ្ញុំយកទៅខ្ចប់ជាមួយនឹងស្លឹកចេកចាហើយបើមិនអញ្ចឹងទេបើសិនជាបងប្អូនមានស្លឹករមៀតបងប្អូនគឺថាហឹតតែឈ្ងុយចាហើយមិនអញ្ចឹងទេជាមួយនឹងស្លឹកចេកអីធម្មតាក៏បានដែរបងប្អូនគឺឈ្ងុយដូចគ្នាចានេះខ្ញុំយកទៅដុតនេះខ្ញុំយកទៅរុំជាមួយនឹងអាលូមីញ៉ូមមួយសន្ទប់ទៀតការពារដើម្បីកុំឲ្យខ្លោចស្លឹកចេករបស់យើងផងដែរបន្ទាប់ពីយើងអាំងបានមួយសន្ទុះក្រោយមកចាគឺថានេះបងប្អូនចិនហើយគាត់ណាបើកមកនិយាយថាឈ្ងុយខ្លាំងមែនតើបងប្អូនឈ្ងុយប្រហុកផងឈ្ងុយថៃឈ្ងុយកំពឹសអូយបងប្អូនណានិយាយថាញ៉ាំបាយទៅគឺថាអត់បោកបាយពីចានអត់ដឹងខ្លួននេះបងប្អូនឆ្ងាញ់ខ្លាំងមែនតើចាហើយចំពោះមុខម្ហូបមួយមុខនេះផងដែរចាគឺត្រូវការញ៉ាំបែបហឹរចាជូរអែមចាគូឆ្ងាញ់ខ្លាំងមកបងប្អូននៅកុំភ្លេចសាកល្បងធ្វើញ៉ាំទាំងអស់គ្នាហើយនៅស្រុកនេះខ្ញុំគឺថាអូចូលចិត្តធ្វើមុខម្ហូបបែបនេះញ៉ាំមែនតើចាចុះបងប្អូនវិញដែរធ្លាប់ចំអិនម្ហូបមួយមុខនេះដែរឬទេហើយបើសិនជាបងប្អូនបានពិសាមុខម្ហូបមួយមុខនេះកុំភ្លេចជួយខមមិនប្រាប់ម្នាក់មួយផងណាចាហើយជាចុងក្រោយអរគុណដល់បងប្អូនសម្រាប់ការតាមដានវីដេអូមួយនេះផងដែរហើយជូនពរបងប្អូនសុខសប្បាយទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយៗទៀតអរគុណបាយបាយ